រឿងស្នេហាពិសេសរហូតដល់ប្តីប្រពន្ធថ្ងៃជួបគ្នាដំបូងនឹងស្នាមញញឹមនៅឆ្នាំទី10នៃវិទ្យាល័យពិសិដ្ឋជាសិស្សពូកែគណិតវិទ្យានិងសុផាណាជាសិស្សពូកែផ្នែកអក្សរសាស្ត្រពួកគេរៀនថ្នាក់ជាមួយគ្នាប៉ុន្តែមិនសូវបាននិយាយគ្នាទេពិសិដ្ឋជាមនុស្សរាងស្ងៀមស្ងាត់តែមានទឹកចិត្តល្អចំណែកសុផាណាវិញជាមនុស្សរួសរាយរាក់ទាក់និងមានស្នាមញញឹមស្រស់ថ្ងៃមួយនៅម៉ោងរៀនបន្ថែមពិសិដ្ឋបានជំពប់ជើងដួលចិត្តតក់សុផាណាធ្វើឲ្យសុភ័ក្រគណិតវិទ្យារបស់គាត់ជ្រុះរាយប៉ាយសុផាណាជំនួសឲ្យការសើចចំអកបានអង្គុយចុះជួយរើសសៀវភៅទាំងនោះនាងបានលើកសៀវភៅមួយក្បាលមកហុចឲ្យគាត់ហើយនិយាយទាំងញញឹមថាប្រយ័ត្នផងពិសិដ្ឋចាប់ពីពេលនោះមកស្នាមញញឹមដ៏កក់ក្ដៅរបស់សុផាណាបានដក់ជាប់ក្នុងចិត្តពិសិដ្ឋពួកគេក៏ចាប់ផ្ដើមនិយាយគ្នារៀនជាមួយគ្នានិងក្លាយជាមិត្តភក្តិជិតស្និទ្ធបន្តិចម្ដងបន្តិចស្រឡាញ់លាក់កំបាំងនៅរាត្រីប្រឡងពេលវេលាដើរលឿនដូចព្យុះរហូតដល់ថ្ងៃប្រឡងបាក់ឌុបពួកគេទាំងពីរខិតខំរៀនសូត្រខ្លាំងណាស់ដោយតែងតែជួយគ្នាទៅវិញទៅមកនៅយប់មុនថ្ងៃប្រឡងមុខវិជ្ជាចុងក្រោយពិសិដ្ឋបានផ្ញើសារទៅសុផាណារៀនបានប៉ុណ្ណាហើយកុំភ្លេចសម្រាកផងណាសុផាណាឆ្លើយតបមកវិញបារម្ភពីខ្លួនឯងផងពិសិដ្ឋគ្រាមជឿថាពួកយើងនឹងជាប់ទាំងអស់គ្នាពេលនោះហើយដែលពិសិដ្ឋដឹងថាអារម្មណ៍ដែលគាត់មានចំពោះនាងគឺលើសពីពាក្យថាមិត្តភក្តិគាត់ស្រឡាញ់ការយកចិត្តទុកដាក់និងការលើកទឹកចិត្តរបស់នាងក្រោយប្រឡងជាប់ពួកគេបានបន្តចូលរៀននៅសាកលវិទ្យាល័យតែមួយទោះបីជាជំនាញរៀងៗខ្លួនខុសគ្នាក៏ដោយពិសិដ្ឋបានសម្រេចចិត្តសារភាពស្នេហ៍របស់ខ្លួននៅក្រោមដើមឈើធំមួយក្បែរសាលាពិសិដ្ឋបាននិយាយពាក្យពីដួងចិត្តថាសុផាណាខ្ញុំស្រឡាញ់អ្នកមិនមែនតែជាមិត្តទេតែខ្ញុំចង់បានអ្នកមកក្បែរខ្ញុំជារៀងរហូតសុផាណាសាយតិចៗទាំងអៀនហើយងក់ក្បាលយល់ព្រមពួកគេក៏ចាប់ផ្ដើមតាក់ទងគ្នាជាគូស្នេហាផ្លូវការពុះពៀឧបសគ្គជីវិតនិងការសាងអនាគតជីវិតស្នេហាពេលរៀនមិនមែនសុទ្ធតែផ្អែមល្ហែមនោះទេពួកគេក៏ធ្លាប់មានការយល់ច្រឡំនិងឆ្លោះប្រកែកគ្នាខ្លះៗដែរប៉ុន្តែរាល់ពេលដែលមានបញ្ហាពួកគេតែងតែជ្រើសរើសការនិយាយគ្នាដោយស្មោះត្រង់និងអត់ឱនឲ្យគ្នាទៅវិញទៅមកបន្ទាប់ពីបញ្ចប់ការសិក្សាពិសិដ្ឋបានរកការងារល្អហើយសុផាណាក៏បានធ្វើការក្នុងក្តីស្រមៃរបស់នាងដែរពួកគេបានសន្សំប្រាក់ជាមួយគ្នានិងគាំទ្រគ្នាទៅវិញទៅមកក្នុងជីវិតការងារនិងការតស៊ូសាងអនាគតស្នេហារបស់ពួកគេកាន់តែរឹងមាំព្រោះវាត្រូវបានកសាងឡើងលើមូលដ្ឋាននៃការទុកចិត្តការគោរពនិងក្តីស្រឡាញ់ពិតប្រាកដដែលពួកគេបានថែរក្សាតាំងពីវ័យសិក្សាមកវគ្គផ្ដាច់ព្រាត់នឹងជីវិតថ្មីនៅថ្ងៃខួបកំណត់សុផាណាដែលត្រូវនឹងខួបស្នេហាគម្រប់8ឆ្នាំពិសិដ្ឋបានរៀបចំពិធីស្នើសុំរៀបការដ៏ភ្ញាក់ផ្អើលនៅកន្លែងដែលពួកគេបានសារភាពស្នេហ៍ដំបូងគឺក្រោមដើមឈើធំក្បែរសាលាចាស់សុផាណាតាំងពីថ្ងៃដែលខ្ញុំដួលហើយអ្នកបានជួយរើសសៀវភៅឲ្យខ្ញុំបានដឹងថាអ្នកគឺជាមនុស្សដែលខ្ញុំចង់ចំណាយពេលពេញមួយជីវិតជាមួយអ្នកតើអ្នកព្រមរៀបការជាមួយខ្ញុំទេទឹកភ្នែកហូរដោយក្តីរំភើបសុផាណាមិនស្ទុះស្ទើរឡើយដែលការទទួលយកចិញ្ចៀននោះមួយឆ្នាំក្រោយមកពួកគេបានចូលរោងការយ៉ាងអធិកអធមនិងជាមួយនឹងវត្តមានរបស់មិត្តភ័ក្តិនិងក្រុមគ្រួសារទាំងអស់ដែលបានតាមដានរឿងស្នេហារបស់ពួកគេតាំងពីវ័យកុមារពីសិស្សសាលាពីរនាក់ដែលចាប់ផ្ដើមដោយភាពអៀនខ្មាស់និងស្នាមញញឹមមួយក៏បានក្លាយទៅជាប្តីប្រពន្ធដ៏មានសុភមង្គលដែលត្រៀមខ្លួនរួចរាល់ជាមួយនឹងការបន្តរឿងនិទានស្នេហាទៅកាន់វគ្គថ្មីនៃជីវិតគ្រួសារ